សួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់និងក្រសួងប្រៃសណីនិងទូរគមនាគមន៍បានសហការគ្នាលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ដែលបម្រើឲ្យវិស័យរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ស្របទៅតាមយុទ្ធសាស្ត្របញ្ចកោដ្ឋរបស់រាជរដ្ឋាភិបាលកម្ពុជានិងតម្រូវការជាក់ស្ដែងហើយការងារនេះនឹងប្រែក្លាយសង្គមឲ្យទៅជាសង្គម Digital ផ្ដល់ភាពងាយស្រួលនិងរហ័សហើយឆ្លើយតបទាន់ពេលវេលាទៅនឹងស្ថានភាពសង្គមសេដ្ឋកិច្ចនិងការវិវត្តក្នុងតំបន់និងពិភពលោកជាមួយគ្នានេះសិក្ខាសាលានៅថ្ងៃនេះគឺដើម្បីផ្សព្វផ្សាយឲ្យភាគីពាក់ព័ន្ធបានដឹងនិងចូលរួមសហការអនុវត្តឲ្យបានល្អប្រសើរនិងប្រសិទ្ធភាពខ្ពស់ទៅតាមលក្ខខណ្ឌតម្រូវនិងបទដ្ឋានបច្ចេកទេសកំណត់ដែលបានដាក់ចេញលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅទីប្រជុំជនតំបន់លំនៅឋានអគារសហកម្មសិទ្ធិអគារពាណិជ្ជកម្មអគារផ្សារទំនើបតំបន់ឧស្សាហកម្មតំបន់សេដ្ឋកិច្ចពិសេសតំបន់ឬសំណង់ផ្សេងទៀតដោយស្មារតីទទួលខុសត្រូវនិងតម្កល់ប្រយោជន៍រួមជាធំនេះបើយោងទៅតាមកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយអំពីការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅទីប្រជុំជនតំបន់លំនៅឋានអគារសហកម្មសិទ្ធិអគារពាណិជ្ជកម្មអគារផ្សារទំនើបតំបន់ឧស្សាហកម្មតំបន់សេដ្ឋកិច្ចពិសេសតំបន់ឬសំណង់ផ្សេងទៀតនាថ្ងៃទី4 ខែឧសភាឆ្នាំ2026នេះ